5 យ៉ាងអំពីក្រុមអាកាដេងដែលឡើងមកជួបប្រកាន់រាជស្វ័យរៀងនៅវគ្គផ្ដាច់ព្រាត់ក្រុមពីប្រទេសទូម៉ានីគីស្ថាន FK អាកាដេងគឺជាក្រុមដែលមកពីតំបន់អាស៊ីខាងលិចត្រៀមជួបជាមួយនឹងក្រុមតំណាងឲ្យកម្ពុជាប្រកាន់រាជស្វ័យរៀងវគ្គផ្ដាច់ព្រាត់នាថ្ងៃទី 10 ខែឧសភានៅមហោកដ្ឋានជាតិមរតកតេជោនេះគឺជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍អំពីក្រុមអាស៊ីខាងលិចមួយនេះទីមួយនោះគឺក្រុមនេះទើបតែបង្កើតឡើងនៅឆ្នាំ 2023 ទេពលគឺគិតមកដល់ពេលនេះទើបតែមានអាយុកាល 2 ឆ្នាំប៉ុណ្ណោះទី2ក្រុមនេះរងការរិះគន់ពីអ្នកគាំទ្រនៃការប្រកួតនៅលីកដោយពួកគេបានប្រមូលយកកីឡាករល្បីៗពីក្រុមផ្សេងៗមករួមក្រុមទី3ដោយសារតែមានកីឡាករល្បីៗជាច្រើននេះហើយទើបធ្វើឲ្យក្រុមនេះឈ្នះលីកកំពូលនៃប្រទេសរបស់គេ2លើកជាប់គ្នាពលគឺនៅរដូវកាល 2023 និង 2024 ហើយសូម្បីតែពានខាប់ក៏ក្លឹបមួយនេះឈ្នះ2ឆ្នាំជាប់គ្នាដែរទី4គេមានកីឡាករល្អមែនប៉ុន្តែក្លឹបនេះមិនមានកីឡាករបរទេសនោះទេពលគឺមានកីឡាករសញ្ជាតិទូម៉ានីគីស្ថានទាំងអស់តែម្ដងហើយសម្រាប់ចុងក្រោយវិញគឺត្បិតតែមានកីឡាករល្បីៗច្រើនមែនប៉ុន្តែក្រុមនេះជាប់ជម្រើសជាតិតែ4នាក់ប៉ុណ្ណោះសំនោះមានខ្សែការពារ2នាក់និងខ្សែបម្រើ2នាក់សម្រាប់ជម្រើសជាតិទូម៉ានីគីស្ថាននាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD